សិក្សាអំពី create table create table គឺបំលែងពី rank sheet ទៅជា table ដើម្បីងាយស្រួលក្នុងការកំណត់តារាងតោះអញ្ចឹងយើងរបៀបបំលែងវាទៅជា table ទី1យើង select លើតារាងហ្នឹងមកទី2យើងយកពាក្យថា home រួចយកពាក្យថា format as table រួចជ្រើសរើសយកតែម្ដងរួចចុច OK អញ្ចឹងយើងមើលបាទនេះគឺហៅ table ហើយព្រោះវាមានในគេនេះ table tool design អញ្ចឹងនឹងបានហៅ table យើងអានឌូវិញមកអញ្ចឹងបើយើងមិនមែនជា table ទេគឺយើង select លើតារាងហ្នឹងអត់មាន context tool tab នេះទេទោះបីយើងដាក់បាទ border ហ្នឹងដោយខ្លួនឯងក៏វាអត់មាន context tool tab បាទ design នេះដែរតោះអញ្ចឹងយើងអានឌូវិញសិនមកឬរបៀបទី2គឺយើង select រួចចុច insert រួចយកពាក្យ table នៅក្នុង table group រួចបាទយើង click លើ my table hash header រួចចុច OK តោះអញ្ចឹងយើង select លើតារាងហ្នឹងមកតមកទៀតចុច insert រួចយកនេះណា table រួចចុច OK បាទអញ្ចឹងទៅជាតារាងដូចគ្នាតោះអញ្ចឹងយើងមើលមួយទៀតអំពីបាទ convert table to rank វិញអញ្ចឹងគឺជាការបំលែងពីតារាងទៅជា rank sheet វិញអញ្ចឹងយើង select លើទិន្នន័យបាទតារាងយើងហ្នឹងរួចចុចលើពាក្យថានេះ table to design រួចចុចនេះ convert to rank ណារួចចុច yes បាទអញ្ចឹងពេលហ្នឹងវាអត់មាន context tool tab ជា table ទេវាទៅជាបាទ rank វិញទេបាទហើយបើយើងត្រូវការលុបពណ៌លុបអីចោលគឺយើងចេះហើយគឺក្នុង field នេះរួចយកពាក្យថា no field ហើយ click លើ border នេះយកពាក្យថា no border អញ្ចឹងពេលហ្នឹងវាបាត់ទាំងតារាងយើងនេះពណ៌សវាមកវិញឬក៏យើងធ្វើលឿនយ៉ាងហ្នឹងទៀតគឺយើងពេលដែលវាជាប់ជាបែបហ្នឹងគឺយើង select លើវានឹងទាំងអស់មកបន្តមកទៀតយើងចុចលើនេះ home រួចយកពាក្យ clear នេះរួចយកពាក្យថា clear format អញ្ចឹងពេលហ្នឹងធម្មតាវិញទាំងអស់តែម្ដង